សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមុខម្ហូបរបស់ខ្ញុំគឺខជ្រក់ស្ពៃជាមួយត្រីងៀតយើងថែមហៃប៊ីយឺហឺហើយយើងដាក់ពងទាប្រៃអញ្ចឹងណាចាបន្ទាប់មកគ្រឿងផ្សំរបស់យើងមានស្ករសយើងកូរឲ្យឡើងពងក្រងទៅហើយយើងចាក់ម្រេចហើយនឹងខ្ទឹមចូលអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាបន្ទាប់មកទៅយើងដាក់ត្រីងៀតចូល ចឹងចង់បញ្ជាក់ពុកម៉ែបងប្អូនថាកន្លែងត្រង់នេះគឺយើងបន្ថយភ្លើងបន្តិចណាចាហើយជ្រក់ស្ពៃហើយត្រីងៀតហ្នឹងត្រូវលាងវាឲ្យអស់ជាតិប្រៃហើយជ្រក់ស្ពៃត្រូវលាងវាអស់ជាតិជូរចាបន្ទាប់មកដល់ចំណុចនេះគឺយើងថែមចាទឹកត្រីបន្តិចទៅទឹកស៊ីអ៊ីវបន្តិចទៅហើយដាក់ទឹកស៊ីអ៊ីវរៀងច្រើនបន្តិចទៅដើម្បីរសជាតិឆ្ងាញ់បន្ទាប់មកយើងដាក់រ៉ូឌីក៏បានដាក់ចាដាក់រ៉ូឌីក៏បានដាក់ប៊ីចេងក៏បានចាបន្ទាប់មកគឺយើងកូរវាសព្វចឹងណាបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីកូរវាហើយយើងចាចាក់ទឹកបន្តិចទៅដើម្បីរំងាស់វាឲ្យចេញជាតិហើយឲ្យសាច់ត្រីវាទន់ចាបន្ទាប់ពីវាបានទន់ហើយយើងចាក់ស្ពៃនេះចូលរំងាស់បន្តិចទៅដើម្បីឲ្យវាចូលជាតិជាមួយនឹងគ្នាបន្ទាប់មកគឺយើងចាប់ផ្ដើមយកវាឆាកូរវាត្រឡប់ឡើងតិចទៅហើយហៃប៊ីយឺហឺដែលយើងបានត្រាំទឹកនេះលាងធ្វើមិនឲ្យវាអស់ចាដីហើយនឹងអស់ជាតិប្រៃណាហើយចាំចាក់វាចូលបន្ទាប់ពីយើងចាក់វាចូលហើយគឺយើងបើកភ្លើងល្មមទៅយើងកុំបង្ខំភ្លើងវាទេកាលណាយើងបើកភ្លើងខ្លាំងពេកអាចធ្វើឲ្យត្រីរបស់យើងចាបែកសាច់ចឹងណាចាមុខម្ហូបមួយនេះគឺឆ្ងាញ់មែនទែនខ្ញុំចាទើបតែធ្វើរួចញ៉ាំហើយចាវាមានរសជាតិឆ្ងាញ់ហើយបើសិនជាដាក់ម្ទេសឬក៏ម្រេចចាបានច្រើនក៏កាន់តែឆ្ងាញ់ដែរបើសិនជាចូលចិត្តញ៉ាំណាតែបើអត់ចូលចិត្តញ៉ាំហឹរទេដាក់ធ្វើមិនល្មមទៅដើម្បីឲ្យក្រុមគ្រួសាររបស់យើងបានហូបជុំគ្នាយ៉ាងចំណែកឯពងទាប្រៃនេះគឺខ្ញុំយកតែស្នូទេយកមកដាក់តែរំងាស់វាហើយខ្ញុំយកខ្ទឹមប្រាំងនេះហាន់ជាចំណិតហើយបង់វាចូលចាបន្ទាប់ពីបង់វាចូលហើយយកទឹកខនឹងស្រោចវាបន្តិចមកយើងកុំកូរវាតែកូរវាទៅវាអាចធ្វើឲ្យបែកស្នូលពងទាប្រៃចាមុខម្ហូបមួយមុខនេះឆ្ងាញ់មែនទែនពុកម៉ែបងប្អូនសាកមើលហើយយកទៅតាមរសជាតិទៅណាអរគុណច្រើនសម្រាប់ការចូលមើលទាំងអស់គ្នា